ប្រិមិត្តទស្សនិកជនជាទីគោរពការពិតទោះបីជាគេព្យាយាមយកដៃបាំងមេឃក៏មិនអាចបិទបាំងពន្លឺព្រះអាទិត្យបានដែររឿងរ៉ាវដ៏រសើបនិងក៏ក្រើកមួយកំពុងផ្ទុះឡើងលើឆាកអន្តរជាតិដែលធ្វើឲ្យប្រទេសជិតខាងរបស់យើងគឺភាគីថៃកំពុងតែអង្គុយមិនជាប់នឹងកៅអីអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថាតើមានអ្វីកើតឡើងឲ្យពិតប្រាកដនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែររាប់សែននាក់ត្រូវរត់ចោលផ្ទះសម្បែងហើយចុះហេតុអ្វីបានជារដ្ឋាភិបាលថៃស្រាប់តែចេញមុខច្រានចោលនៃសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទាំងប្រញាប់ប្រញាល់បែបនេះនៅថ្ងៃនេះយើងនឹងទៅស្វែងយល់លម្អិតការពិតដោយឈរលើមូលដ្ឋាននៃសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួងការបរទេសកម្ពុជាកាលពីយប់ថ្ងៃទី7ខែសីហាឆ្នាំ2026កន្លងទៅនេះមិនមែនជារឿងលេងសើចនោះទេនេះគឺជាការលាតត្រដាងនៅភាពអយុត្តិធម៌និងការលួចកាន់កាប់ទឹកដីដោយខុសច្បាប់ដែលធ្វើឲ្យប្រជាជនស៊ីវិលកម្ពុជាជាង65,000នាក់ធ្លាក់ខ្លួនคล้ายទៅជាជនភៀសសឹកទាំងកណ្ដាលត្រៀតប្រិមិត្តទស្សនិកជនយើងមកមើលចំណុចដំបូងដែលធ្វើឲ្យឆាកការទូតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីពេលថ្មីនេះអាជ្ញាធរថៃបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈដោយបានប្រតិកម្មនិងជំទាស់យ៉ាងដាច់អហង្ការទៅនឹងតួលេខនៃជនភៀសសឹកកម្ពុជាដែលចេញផ្សាយដោយអ្នករាយការណ៍អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថៃបានស្រែកថាទេតួលេខនេះមិនពិតនោះទេវាគឺជាការលំអៀងប៉ុន្តែទស្សនិកជនដឹងទេនេះជាអ្វីដែលហៅថាដំរីងាប់យកចង្អេរទៅបាំងក្រសួងការបរទេសកម្ពុជាបានវាយបកយ៉ាងចាស់ដៃដោយគ្រាន់តែធ្វើការកត់សម្គាល់យ៉ាងឆ្លៀសវៃថារាល់ការប្រកែករបស់ភាគីថៃគឺបានคล้ายទៅជាភស្តុតាងដែលចងខ្លួនឯងទៅវិញនោះទេហេតុអ្វីព្រោះសេចក្តីថ្លែងការណ៍ប្រកែកតវ៉ារបស់ថៃនោះបានសារភាពដោយប្រយោលថាការពិតមានជនស៊ីវិលកម្ពុជាភៀសសឹកមែនហើយរឹតតែច្បាស់ជាងនេះទៅទៀតពលរដ្ឋខ្មែរទាំងនោះនៅតែមិនអាចទាន់ត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញបាននៅឡើយរហូតដល់ម៉ោងនេះតើកំហុសអ្នកណាដែលធ្វើឲ្យពលរដ្ឋខ្មែរចូលផ្ទះខ្លួនឯងមិនបានក្រសួងការបរទេសកម្ពុជាបានសង្កត់ធ្ងន់និងចំថាដោយសារតែការកាន់កាប់ដោយខុសច្បាប់របស់ថៃនៅលើទឹកដីកម្ពុជាពាក្យថាកាន់កាប់ដោយខុសច្បាប់នេះវាគឺជាភាសាការទូតដែលបានទះកំភ្លៀងយ៉ាងខ្លាំងទៅលើភាគីថៃវាសបញ្ជាក់ថាកម្ពុជាមានភស្តុតាងគ្រប់គ្រាន់និងមិនរាថយនៅក្នុងការការពារទឹកដីរបស់ខ្លួននោះឡើយដើម្បីបង្ហាញអំពីភាពស្អាតស្អំនិងតម្លាភាពកម្ពុជាមិនបានលាក់បាំងតំបន់ជម្លោះនោះទេផ្ទុយទៅវិញកម្ពុជាបានប្រកាសស្វាគមន៍យ៉ាងពេញទំហឹងឲ្យភ្នាក់ងារអង្គការសហប្រជាជាតិនិងស្ថានទូតបរទេសនានាចុះទៅដល់ទីកន្លែងផ្ទាល់កម្ពុជាបើកទ្វារចំហតើថៃហ៊ានបើកទ្វារឲ្យអន្តរជាតិចុះទៅពិនិត្យដែរឬទេឥឡូវនេះយើងងាកមកមើលការប៉ះទង្គិចពាក្យសម្ដីរវាងរដ្ឋាភិបាលថៃនិងតំណាងអង្គការសហប្រជាជាតិ UN វិញម្ដងភាគីថៃបានចោទប្រកាន់លោក Thomas Andrew អ្នករាយការណ៍ពិសេសរបស់ UN ថាលោកចេញសេចក្តីថ្លែងការណ៍លំអៀងស្ដាប់តែភាគីម្ខាងមិនព្រមបញ្ចូលទស្សនារបស់ថៃបើយើងស្ដាប់ទៅដូចជាលោក Thomas ធ្វើបាបថៃណាស់អញ្ចឹងមែនឬទេប៉ុន្តែការពិតតែងតែលេតត្រដាងឡើងជានិច្ចលោក Thomas Andrew បានចេញមុខបកស្រាយវិញធ្វើឲ្យអាជ្ញាធរថៃស្ទើរតែរកលអាងចូលលាក់ខ្លួនមិនទាន់លោក Thomas បានបញ្ជាក់ច្បាស់ថាកុំថាលោកលំអៀងឲ្យសោះមុននឹងចេញសេចក្តីថ្លែងការណ៍នេះផ្សាយជាផ្លូវការតាំងពី2ថ្ងៃមុនមកម្លេះលោកបានផ្ញើសេចក្តីព្រាងទាំងស្រុងដែលមានរៀបរាប់អំពីការជម្លៀសប្រជាជនកម្ពុជាទៅឲ្យភាគីថៃមុនបាត់ទៅហើយលោកបានទុកពេលឲ្យថៃតវ៉ា
ទុកពេលឲ្យថៃបកស្រាយប៉ុន្តែតើភាគីថៃបានធ្វើអ្វីចម្លើយគឺភាពស្ងាត់ឈឹងគ្មានការឆ្លើយតបសូម្បីតែមួយម៉ាត់តើនេះមានន័យយ៉ាងម៉េចពេលគេឲ្យឱកាសបកស្រាយបែរជាបិទទ្វារសំងំស្ងាត់ឈឹងដល់ពេលគេប្រកាសជាផ្លូវការទូទាំងពិភពលោកបែរជាមកស្រែកថាគេមិនស្ដាប់ខ្លួនទោះបីជាត្រូវភាគីថៃលេងល្បាយបិទពួនបែបនេះក្តីលោក Thomas នៅតែរក្សាជំហរជាអ្នកការទូតជាន់ខ្ពស់ដោយប្រកាសថាលោកនៅតែបើកទ្វារជំហរជានិច្ចដើម្បីពិភាក្សាជាមួយនឹងរដ្ឋាភិបាលថៃប្រសិនបើថៃមានភាពក្លាហានគ្រប់គ្រាន់នៅក្នុងការប្រឈមមុខនឹងការពិតប្រិមិត្តទស្សនិកជនយើងនិយាយអំពីរឿងនយោបាយនិងរឿងការទូតច្រើនហើយឥឡូវនេះយើងត្រឡប់ទៅមើលពីជោគវាសនារបស់ប្រជាពលរដ្ឋស្លូតត្រង់វិញម្ដងតួលេខប្រជាពលរដ្ឋកម្ពុជារងគ្រោះមិនមែនជាការគិតស្រមៃឬការប្រឌិតឡើងដោយក្រសួងការបរទេសកម្ពុជានោះទេតួលេខនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយលោក Thomas Andrew បន្ទាប់ពីលោកបានធ្វើដំណើរទស្សនកិច្ចដោយផ្ទាល់ជាន់ទឹកដីកម្ពុជាកាលពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026នេះលោកបានចុះទៅដល់តំបន់ព្រំដែនចូលដល់ជំរំជនភៀសសឹកជួបមន្ត្រីជួបអង្គការសង្គមស៊ីវិលនិងជួបជនរងគ្រោះដោយផ្ទាល់នៅក្នុងសេចក្តីថ្លែងការណ៍របស់ UN បានទម្លាយតួលេខដ៏គួរឲ្យរន្ធត់នោះគឺជនស៊ីវិលកម្ពុជាប្រមាណជា65,000 នាក់ត្រូវបានបង្ខំចិត្តរត់ភៀសសឹកចោលផ្ទះសម្បែងទ្រព្យសម្បត្តិនិងស្រែចម្ការរបស់ខ្លួននៅតាមព្រំដែនកាលពីចុងឆ្នាំមុនសាកស្រមៃទៅមើលមនុស្សចំនួន65,000 នាក់មិនមែនជាចំនួនតិចតួចនោះទេវាស្មើនឹងចំនួនប្រជាជននៅក្នុងខេត្តធំៗរបស់កម្ពុជាទៅហើយកុមារតូចមនុស្សចាស់ជរាស្ត្រីមានផ្ទៃពោះត្រូវរត់ទាំងភិតភ័យហើយអ្វីដែលកាន់តែខ្លោចចិត្តនោះគឺរហូតមកទល់ពេលនេះប្រជាជនកម្ពុជាជាង 20,000 នាក់កំពុងបន្តរស់នៅក្នុងជនភៀសសឹកនៅឡើយមិនទាន់មានផ្ទះសម្បែងពិតប្រាកដពេញនោះទេទិន្នន័យនេះមិនអាចប្រកែកបាននោះឡើយព្រោះវាស៊ីគ្នាទាំងស្រុងទៅនឹងកំណត់ត្រារបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ UN និងអង្គការមនុស្សធម៌អន្តរជាតិដែលកំពុងបោះតង់ផ្ដល់អាហារផ្ដល់ថ្នាំពេទ្យនិងផ្ដល់ជំរកដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះជារៀងរាល់ថ្ងៃកម្មវិធីស្បៀងអាហារពិភពលោក WFP និងអង្គការអន្តរជាតិផ្សេងៗទៀតគឺជាសាក្សីរស់ដែលបានបញ្ជាក់អំពីការឈឺចាប់របស់ពលរដ្ឋខ្មែរគឺជារឿងពិតមិនមែនជាការរៀបចំឆាកនោះឡើយប្រិមិត្តទស្សនិកជនបើគិតឲ្យស៊ីជម្រៅហេតុអ្វីបានជាថៃនៅតែបន្តសកម្មភាពដែលអន្តរជាតិមើលឃើញថាជាការបំពានបែបនេះយើងត្រូវក្រឡេកទៅមើលប្រវត្តិសាស្ត្របន្តិចបញ្ហាព្រំដែនកម្ពុជាថៃមិនមែនទើបតែកើតឡើងនៅថ្ងៃនេះទេយើងនៅចាំបានព្រឹត្តិការណ៍ជម្លោះប្រាសាទព្រះវិហារដែលតុលាការអន្តរជាតិ ICJ ទីក្រុងឡាអេបានកាត់សេចក្តីឲ្យកម្ពុជាឈ្នះតាំងពីឆ្នាំ1962និងបញ្ជាក់ជាថ្មីនៅក្នុងឆ្នាំ2013នេះបង្ហាញអំពីមហិច្ឆតាដែលមិនងាយរលត់របស់ប្រទេសជិតខាងលើបរណភាពទឹកដីរបស់កម្ពុជានោះឡើយការដែលកម្ពុជាប្រើយុទ្ធសាស្ត្រសហការជាមួយនឹងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិគឺជាការដាក់អុកដ៏ប៉ិនប្រសប់បំផុតកម្ពុជាមិនបានតបតដោយការប្រើប្រាស់កម្លាំងហិង្សាផ្ដាច់មុខនោះទេតែយើងប្រើប្រាស់ច្បាប់អន្តរជាតិនិងសាក្សីអន្តរជាតិនៅពេលដែលលោក Thomas Andrew ចេញសេចក្តីរាយការណ៍វាលែងជារឿងរវាងកម្ពុជានិងថៃទៀតហើយតែវាជារឿងរបស់ថៃនិងពិភពលោកសហគមន៍អន្តរជាតិកំពុងសម្លឹងមើលការបំពានសិទ្ធិមនុស្សនិងការផ្លាស់ប្ដូរទីលំនៅដោយបង្ខំព្រមទាំងការកាន់កាប់ទឹកដីដោយខុសច្បាប់ប្រសិនបរដ្ឋាភិបាលថៃនៅតែបន្តជំទាស់ដោយគ្មានភស្តុតាងរឹងមាំនិងបដិសេធមិនសហការជាមួយនឹង UN នោះមុខមាត់របស់ប្រទេសថៃនៅលើឆាកអន្តរជាតិនឹងត្រូវធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ
ឯកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានបង្ហាញពីជំហរចាស់ទុំខាងការទូតនិងបើកចំហស្វាគមន៍អន្តរជាតិឲ្យចុះពិនិត្យនិងការពារប្រជាពលរដ្ឋខ្លួនឯងជានិច្ចសរុបសេចក្តីមកសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានៅពេលនេះគឺជាសារមួយយ៉ាងច្បាស់ផ្ញើទៅកាន់ពិភពលោកនិងប្រទេសជិតខាងថាកម្ពុជាមិនបណ្ដោយឲ្យពលរដ្ឋខ្លួនឯងរងគ្រោះដោយស្ងៀមស្ងាត់នោះឡើយហើយការពិតដែលមានការបញ្ជាក់ពីភ្នាក់ងារអង្គការសហប្រជាជាតិគឺมันអាចត្រូវលុបបំបាត់ដោយគ្រាន់តែសេចក្តីថ្លែងការណ៍បដិសេធទទេរបស់អាជ្ញាធរថៃនោះឡើយយើងនឹងរងចាំមើលបន្តទៀតតើរដ្ឋាភិបាលថៃនឹងមានប្រតិកម្មអ្វីបន្តទៀតបន្ទាប់ពីត្រូវបានលោក Thomas Andrews បកអាក្រាតពីរឿងមិនព្រមឆ្លើយតបអ៊ីមែលបែបនេះតើពលរដ្ឋខ្មែរជាង 20,000 នាក់នឹងមានឱកាសវិលត្រឡប់ទៅកាន់ទីលំនៅឋានរបស់ខ្លួនវិញនៅពេលណាក្នុងនាមជាពលរដ្ឋខ្មែរយើងត្រូវតែតាមដានរឿងនេះឲ្យជាប់និងរួបរวมគ្នាគាំទ្រគោលជំហររបស់រដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីនិងសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើងនៅតាមបណ្ដោយព្រំដែនតើប្រិយមិត្តទស្សនិកជនមានទស្សនៈយ៉ាងណាដែរចំពោះវិធីថៃនិងភាពឆ្លៀវវៃការទូតរបស់កម្ពុជាក្នុងរឿងនេះសូមបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូមួយនេះកុំភ្លេចចុច Like Share និង Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃអរគុណសម្រាប់ការទស្សនាតាំងពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា